បន្ទាប់ពីរត់គេចខ្លួនអស់រយៈពេលជាង1ថ្ងៃចូលទៅក្នុងប្រទេសវៀតណាមឈ្មោះឆេងភីរុនដែលជាជនបង្កហិង្សាដោយវាយទៅលើគូចំនួននិងដបស្រាកាលពីយប់ថ្ងៃសៅរ៍កន្លងទៅត្រូវបានសមត្ថកិច្ចនាំខ្លួនចូលមកទឹកដីកម្ពុជាវិញនិងបញ្ជូនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញការនាំខ្លួនជនដៃដល់រូបនេះត្រឡប់មកកម្ពុជាវិញធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសសុខាតាមរយៈសំណេរលើបណ្ដាញសង្គមកាលពីថ្ងៃទី23សីហាម្សិលមិញបានផ្ញើសារព្រមានទៅកាន់លោកឆេងភីរុនដែលប្រព្រឹត្តអំពើហិង្សាកាលពីយប់ថ្ងៃទី22សីហាឲ្យមានភាពក្លាហាននិងស្មារតីភ្ញាក់រលឹកចូលខ្លួនមកទទួលខុសត្រូវចំពោះមុខច្បាប់ដោយទុករយៈពេល48ម៉ោងឲ្យចូលខ្លួនមកសារភាពនិងអនុវត្តនីតិវិធីជាមួយសមត្ថកិច្ចលោកសសុខាក៏បានបញ្ជាក់ច្បាស់ថាលោកបានតាក់ទងដោយផ្ទាល់ទៅកាន់លោកលឿងតាមខ្វាងរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបន្ទាប់ពីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយលើករណីនេះដែលបានស្នើសុំឲ្យសមត្ថកិច្ចវៀតណាមសហការស្រាវជ្រាវនិងឃាត់ខ្លួនលោកឆេងភីរុនបន្ទាប់ពីជនល្មើសឆេងភីរុនត្រូវបាននាំខ្លួនចូលមកទឹកដីកម្ពុជាវិញលោកសសុខាបានបង្ហោះសារនៅថ្ងៃច័ន្ទទី24សីហាដោយបានថ្លែងអំណរគុណនិងលើកទឹកចិត្តដល់សមត្ថកិច្ចកម្ពុជានិងវៀតណាមដែលបានសម្របសម្រួលដល់ការងារនេះលើសពីនេះលោកក៏បានអំពាវនាវឲ្យអ្នកដែលប្រព្រឹត្តខុសទូទៅជៀសវាងការរត់គេចខ្លួននិងចូលសារភាពដោយមិនចាំបាច់ការអន្តងហៅពីថ្នាក់ដឹកនាំនិងពីអង្គភាពជំនាញទោះយ៉ាងណាគេមិនទាន់ដឹងថាតើជនល្មើសឆេងភីរុននឹងប្រឈមមុខច្បាប់យ៉ាងណានៅឡើយទេខណៈជនល្មើសរូបនេះនិងគ្នាម្នាក់ទៀតត្រូវបានសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួនដំណើរគ្នានេះបើតាមការបញ្ជាក់នៅលើបណ្ដាញសង្គម Facebook របស់លោកជួននរិនស្នងការនគរបាលរាជធានីភ្នំពេញគួររំលឹកថាកាលពីយប់ថ្ងៃទី22សីហាឈ្មោះឆេងភីរុនបានប៉ះទង្គិចជាមួយបុរសម្នាក់នៅក្នុងហាងមួយកន្លែងក្នុងរាជធានីភ្នំពេញក្នុងវីដេអូដែលត្រូវបានគេចែកចាយលើបណ្ដាញសង្គម Facebook ឈ្មោះឆេងភីរុនបានយកដបស្រាវាយសំពងក្បាលបុរសរងគ្រោះស្របពេលដែលគ្នារបស់ខ្លួនកំពុងឈរនៅខាងមុខទាស់ពាក្យសម្ដីជាមួយជនរងគ្រោះបកពួករបស់ឆេងភីរុនត្រូវបានគេស្គាល់ថាជាមន្ត្រីនគរបាលនិងបានអះអាងថាខ្លួនមានខ្សែធំនៅពីក្រោយខ្នងចំពោះសំណុំរឿងនេះសមត្ថកិច្ចបានឈានទៅឃាត់ខ្លួនបុរសម្នាក់ទៀតដែលបានប្រើពាក្យសម្ដីគំរាមភាគីចំនួន